ថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីបំពេញការងារចំនួន4យប់5ថ្ងៃហើយបន្ទាប់ពីជួបជុំគ្នាហើយយើងចេញដំណើរទៅពលានម៉ោង5ហើយបើនិយាយពីអារម្មណ៍វិញគឺសប្បាយហងរៀងភ័យបន្តិចពីផងដោយសារតែនិយាយទៅ first time មកលើកទី1មកហើយបើយើងក្លែកទៅមើលពលានថ្មីវិញគឺស្អាតប្លែកធំមែនតើហើយថ្ងៃរះមកឡើងស្អាតមែនតើពេលព្រឹកបន្ទាប់ពី check in រួចរាល់ហើយខ្ញុំចូលទិញកាហ្វេមួយផ្លែតហើយបន្ទាប់មកយើងដល់ម៉ោងដែលត្រូវហោះហើយព្រោះម៉ោង7ជាងហើយបើនិយាយពីការហោះហើរនេះវិញគឺខ្ញុំលើកទី1មកគឺលើកទី1មែនតើហើយនៅពេលដែលហោះឡើងគឺខ្ញុំមានអារម្មណ៍ថាវិលមុខសូម្បីតែពេលគេបត់គេកោងក៏ខ្ញុំមើលទៅវាវិលមុខមកហើយនេះគឺជាទេសភាពខាងលើមានផ្ទះប្រជាជនតូចមានពពកមានឃើញរោងចក្រមានអីយ៉ាងទៅហើយនេះខ្ញុំគឺសំដែងតែអង្គុយសំដែងហ្នឹងដើម្បីបន្លប់ទេព្រោះវិលមុខចង់ពុលហ្នឹងហើយនេះតបពីយើងហោះហើរហើយនេះគឺមកដល់ប្រទេសវៀតណាមហើយតែអត់ចោះនេះប្រទេសភាពខាងលើគឺប្រទេសប្រជាជនគេគឺច្រើនខ្លាំងមែនតើហើយយើងក៏បានមកដល់ពលាននៅឯទីក្រុងហូជីមិញនៃប្រទេសវៀតណាមហើយបន្ទាប់ពីចុះចតហើយខ្ញុំក៏បានជិះតាក់ស៊ីទៅអូតែលដោយសារតែពីពលានទៅអូតែលរៀង1ម៉ោងដែរតែពេលខ្លះវាស្ទះដល់អញ្ចឹងទៅវាអាចប្រើពេលយូរជាង1ម៉ោងហើយផ្ទះប្រជាជនគេគឺលក់ដូរគ្រប់ផ្ទះតែម្ដងដូចតែយើងនៅពេញដែរអញ្ចឹងហើយនេះគឺជាអូតែលដែលខ្ញុំស្នាក់នៅពេលដែលខ្ញុំមកដល់អូតែលភ្លាមគឺខ្ញុំអត់បានចូល check in បន្ទប់ទេដោយសារតែអត់ដល់ម៉ោងគេរហូតដល់ម៉ោង3អីហ៎អញ្ចឹងបន្ទាប់ពីហ្នឹងខ្ញុំទុកអីវ៉ាន់ហើយខ្ញុំក៏ដើរទៅរកអីញ៉ាំសិនហើយទៅញ៉ាំអីនៅចិត្តហ្នឹងដោយសារនៅចិត្តអូតែលហ្នឹងមានផ្សាររបៀបដូចផ្សារថ្មីដូចអីយើងដែរអញ្ចឹងអ្នកនរគ្នាហើយទៅពេលខ្ញុំដើរទៅញ៉ាំទៅជួបឃើញឡាន Lamborghini នេះគឺស្លាកលេខពាក់ស្លាកលេខកម្ពុជារបស់យើងជាទូទៅហាងនៅតំបន់នេះគឺសុទ្ធតែម្ហូបអ៊ីស្លាមហើយខ្ញុំដើរតាមបងគាត់បានចូលហាងនេះមួយហើយគាត់ក៏មកគួងទៅញ៉ាំហើយថ្ងៃនេះសល់ពេលអញ្ចឹងយើងដើរលេងដើរមើលគេឲ្យបានច្រើនដោយសារតែស្អែកបានត្រូវពេញការងារខ្ញុំក៏បានចូលហាងកាហ្វេទៀតបន្ទាប់ពីញ៉ាំហើយខ្ញុំចូលហាងកាហ្វេនេះគេដេក័របែបលយហើយកាហ្វេគឺឆ្ងាញ់មែនទែនបន្ទាប់ពីញ៉ាំកាហ្វេហើយយើងតទៀតទៅមួយថ្ងៃហ្នឹងគឺមួយល្ងាចហ្នឹងគឺដើរលេងរហូតដោយសារតែដូចខ្ញុំប្រាប់ថាតនេអញ្ចឹងសឹងសពពេលយើងចេះតែដើរហើយទៅខ្លាចថាស្អែកយើងពេញការងារទៅអត់មានពេលវេលាដើរលេងហើយកន្លែងនេះដូចជាផ្សារទំនើបគេដែរអញ្ចឹងមានកៅអៅ brand ច្រើនមានកាបូបមានអី skin care មានអីច្រើនហើយបន្ទាប់ពីហ្នឹងក៏ខ្ញុំត្រឡប់មកអូតែលវិញដោយសារតែដល់ម៉ោងត្រូវ check in យើងយកអីវ៉ាន់ដាក់ទៅក្នុងបន្ទប់ឲ្យអស់សិនបន្ទាប់ពីបន្ទប់អីវ៉ាន់រៀបចំខ្លួនមុតទឹកអីហើយគឺយកជិះទៅរកអីញ៉ាំជិះតាក់ស៊ីនេះទៅរកអីញ៉ាំហើយមើលពេលយប់មើលអីនៅស្រុកគេអញ្ចឹងនៅគ្នាគឺ first time លើកទី1ដែលខ្ញុំទៅញ៉ាំដែរមិនទៅហើយលើមកដល់កន្លែងញ៉ាំអីហើយកន្លែងនេះគឺសាច់អាំងរបស់កូរ៉េបន្ទាប់ពីញ៉ាំអីហើយនឹងក៏ខ្ញុំត្រឡប់ទៅអូតែលវិញទៅខ្ញុំបានថតខ្ញុំថតខ្លីៗសង្ខេបហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងបិទនៅរងចាំវីដេអូតមួយទៀត